មានសំណាញ់មេឃមានអីចឹងទៅហើយខ្ញុំបានប្រាប់រួចហើយថាពីព្រោះលោកហ៊ុនសែនធ្វើសង្គ្រាមមិនដែលចាញ់ទេទោះបីគេចិញ្ច្រាំគាត់ប៉ុណ្ណាក៏ដោយដរាបណាមិនតល់ដល់ចំណុចដែលគាត់មើលទៅថាអត់ឈ្នះគាត់អត់រើទេគាត់អត់ឈ្នះក៏អត់រើទេអញច្រាមអញទៅដរាបណាមិនដាច់សរសៃរបស់គាត់ហើយគាត់ទ្រាំបានគាត់ទ្រាំរហូតដល់គាត់ថាគាត់វាយម្ដងគឺវាយឈ្នះនេះជាមូលហេតុដែលគាត់មិនធ្វើចាផាលីសុំជម្រាបសួរប្រិយមិត្តយាយតាមីងបងប្អូនព្រមទាំងក្មួយៗទាំងអស់ទាំងនៅក្នុងនិងក្រៅប្រទេសលើសកលលោកទាំងអស់ចាកាលពីម្សិលមិញថ្ងៃទី14ខែធ្នូឆ្នាំ2025ខ្ញុំបានចេញភាគទី1នៅក្នុងប្រធានបទដែលមានចំណងជើងថាហេតុអ្វីបានជាសៀមបង្កើតសង្គ្រាមជាមួយនឹងកម្ពុជានឹងម្សិលមិញភាគទី1ហើយបន្តថ្ងៃនេះភាគទី2ចាភាគទី2ដែលមានចំណងជើងដូចគ្នាថាតើហេតុអ្វីបានជាសៀមបង្កើតសង្គ្រាមនេះជាមួយនឹងកម្ពុជាហើយបន្ថែមមួយទៀតសួរថាតើហេតុអ្វីបានជាខ្មែរនៅតែបន្តតនៅពេលដែលសៀមកំពុងតែចិញ្ច្រាំយើងប៉ុន្មានថ្ងៃកន្លងទៅនេះចាតាំងពីថ្ងៃទី9ទី10រហូតឥឡូវនេះថ្ងៃទី15ទៅហើយចាថ្ងៃនេះគឺថ្ងៃទី15អញ្ចឹងការពិភាក្សាទី1តើខ្ញុំនិយាយដល់វគ្គណាដល់ត្រឹមណាចាគឺនិយាយដល់ត្រឹមថាសង្គ្រាមនេះគឺស្ដេចសៀមហើយនឹងរដ្ឋមន្ត្រីសៀមជ្រុលនិយមទាំងអស់ហ្នឹងធ្វើឲ្យខ្មែរលើមើលខ្មែរលើដូចខ្ញុំបានរៀបរាប់ហើយថាជាអ្នកណាខ្លះខ្មែរសុរិនខ្មែរស៊ីសកេតខ្មែរបូរីរ៉ាំខ្មែរត្រាតខ្មែរស្រះកែវខ្មែរនិយាយទៅតាមព្រំដែនទាំងអស់ក៏ដូចជាអរញ្ញអីអញ្ចឹងជាដើមចាប៉ុន្តែអ្នកដែលច្រើនជាងគេគឺខ្មែរសុរិនស៊ីសកេតនិងបូរីរ៉ាំនេះឯងដែលពួកគាត់គឺជាខ្មែរដែលមិនអាចកែក្រឡាស់បានអញ្ចឹងសួរថាហេតុអ្វីបានសង្គ្រាមនេះបង្កើតឡើងគឺអត់ឲ្យខ្មែរសាមគ្គីគ្នាទេមិនឲ្យខ្មែរយើងជួបជុំបងប្អូនយើងវិញទេគេត្រូវតែបំបែកបំបាក់ដាច់ខាតបើទោះជានៅក្នុងប្រទេសថៃមានបញ្ហាខាងនយោបាយបញ្ហាផ្ទៃក្នុងនយោបាយគឺសម្បើមដៃក៏ដោយហើយពលរដ្ឋនៅក្នុងប្រទេសនៅកណ្ដាលនៃប្រទេសថៃកំពុងតែមានបញ្ហាប្រឈមជាច្រើនក៏ថៃមិនសូវបារម្ភដែរអ្វីដែលថៃបារម្ភគឺជុំវិញខាងក្រៅហ្នឹងគឺមានបញ្ហាព្រំដែនចា៎ដូច្នេះហើយសរុបមកម្ដងទៀតថាហេតុអ្វីថៃបង្កើតសង្គ្រាមនេះគឺដោយសារទី1មិនឲ្យខ្មែរសាមគ្គីមិនឲ្យខ្មែរជួបជុំបងប្អូនយើងវិញទេទី2ថៃខ្លួនឯងចង់បានស្នាដៃមុននឹងងាប់ទៅព្រោះថារាល់ស្ដេចថៃនីមួយតែងតែបន្សល់ទុកនៅស្នាដៃអ្វីមួយតិចតួចប៉ុន្តែតែងតែបន្សល់អញ្ចឹងស្ដេចដែលជាស្ដេចយូកូងដែលជាស្ដេចអ្នកលេងនេះក៏ចង់បានស្នាដៃដែរអញ្ចឹងស្នាដៃរបស់ស្ដេចនេះគឺបញ្ចេញបែបផែននៃយូកូងរបស់ស្ដេចនេះឯងហើយសួរថាតើសង្គ្រាមនេះអាចនឹងចប់ដែរឬទេអាចនឹងចប់តែវាមិនចប់ទាំងស្រុងគ្រាន់ថាយ៉ាងហោចណាស់ក៏មានការធូរស្រាលចាធូរស្រាលបើសិនណាជាស្ដេចថៃនេះឆាប់ងាប់និយាយនេះមិនមែនខ្ញុំចង់បន់ឲ្យនរណាម្នាក់ស្លាប់ទេប៉ុន្តែខ្ញុំចង់និយាយថាយើងត្រូវតែត្រៀមជានិច្ចយើងត្រូវតែត្រៀមជាដរាបណាស្ដេចថៃនេះនៅរស់សង្គ្រាមរ៉ាំរ៉ៃនេះនៅតែមានចាប៉ុន្តែបើស្ដេចថៃនឹងងាប់អាហ្នឹងវាស្ងាត់ពីព្រោះថាអ្នកដែលថ្មីឡើងមកវាជារឿងមួយផ្សេងទៀតពីព្រោះនៅក្នុងប្រទេសថៃសម្បូរអ្នកចេះដឹងដែរហើយក៏សម្បូរនិយាយទៅជាងពាក់កណ្ដាលនៃប្រទេសគេអត់ចង់បានសង្គ្រាមទេព្រោះគេយល់ប៉ុន្តែបងប្អូនមានតែស្ដេចថៃទេហើយសួរថាក្នុងសង្គ្រាមនេះមានតែស្ដេចថៃតែម្នាក់មែនឬទេចាអាហ្នឹងសម្រាប់នៅក្នុងប្រទេសណាពីព្រោះថាស្ដេចថៃយូកូងនេះមិនមែនត្រឹមយូកូងទេយូកូងបងប្អូនយូកូងខ្លះគឺ
intelligent គឺឆ្លាតឆ្លៀសវៃប៉ុន្តែស្ដេចយូកូងសៀមនេះគឺល្ងងហើយលោភលន់ទៀតមកពីលោភលន់នឹងឯងបានល្ងងមកពីល្ងងនឹងឯងបានលោភលន់យ៉ាងម៉េចបងប្អូនពិចារណាមើលនៅក្នុងវីដេអូនេះបើសិនណាជាមានសៀមជាពិសេសបងប្អូនខ្មែរបរិរាមក៏ដូចជាខ្មែរលើទាំងអស់ហ្នឹងបានស្ដាប់ខ្ញុំស្ដាប់ហើយយកចិត្តទុកដាក់ហើយបើអាចស្ដាប់ឲ្យដល់ចប់ក៏ល្អដែរចាលោភលន់គិតមើលទ្រព្យសម្បត្តិរដ្ឋទាំងអស់គ្រាន់តែស្ដេចនេះឡើងសោយរីភ្លាមទ្រព្យសម្បត្តិរដ្ឋទាំងអស់ស្ដេចយកមកធ្វើជាកម្មសិទ្ធិទ្រព្យសម្បត្តិខ្លួនឯងដើម្បីឲ្យបង្ហាញពិភពលោកថាវ៉ាវមានតែអញទេដែលជាស្ដេចអ្នកមានលើពិភពលោកប៉ុន្តែទ្រព្យសម្បត្តិទាំងអស់ហ្នឹងគឺទ្រព្យសម្បត្តិរដ្ឋទេណាហើយយកទ្រព្យសម្បត្តិខ្លួនឯងយកមកធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនហើយដើរចាយពាសវាលពីការតាមតែចិត្តហើយលើមុននឹងងាប់លុយទាំងអស់ហ្នឹងអត់គិតពីប្រជាពលរដ្ឋខ្លួនឯងដែលកំពុងវេទនាអត់គិតពីនយោបាយខ្លួនឯងដែលកំពុងប្រេះស្រាំអត់ខ្វល់ទេស្ដេចយូកូងម្នាក់នេះគឺយកលុយមកធ្វើសង្គ្រាមមានន័យថាស្ដេចបិសាចចាហើយដូច្នេះហើយខ្ញុំនិយាយនេះអត់មានដាក់បដាសាអីទេប៉ុន្តែក៏មិនអោយកូនខ្មែរណាម្នាក់ខ្លាចដែរចាអត់ឲ្យខ្លាចអត់ឲ្យព្រួយបារម្ភអីទេយើងខ្លាចយើងព្រួយបារម្ភប៉ុន្តែមិនមែនបែបថាយើងនិយាយសម្ដីឆ្លើយអីទៅវិញទេយើងត្រូវស្ងប់ស្ងាត់ហើយសម្រួលអារម្មណ៍រកវិធីដើម្បីតទល់ទប់ទល់ជាមួយនឹងស្ដេចព្រីបិសាចបែបនេះយ៉ាងណាចាអញ្ចឹងដើម្បីរកវិធីឲ្យបានហ្នឹងយើងត្រូវស្ដាប់គេឲ្យបានច្រើនប៉ុន្តែកុំស្ដាប់ពួកអ្នកជេរបញ្ចោកុំស្ដាប់ពួកអ្នកញុះញង់ពួកញុះញង់ជាណាពួកញុះញង់ហ្នឹងគឺពួកដែលនិយាយថាត្រកូលហ៊ុននោះអញ្ចេះត្រកូលហ៊ុននោះអញ្ចោះយ៉ាងម៉េចយ៉ាងម៉ាប្លាអីចឹងទៅហេតុអីបានអញ្ចេះហេតុអីបានអញ្ចោះពួកហ្នឹងសិតតែពួកខួរក្បាលបែបនេះទី1ពួកហ្នឹងជាពួកអ្នកទី3ហ្នឹងគឺយួនទី2ពួកអ្នកទី2ហ្នឹងគឺពួកសៀមនេះឯងទី3ពួកហ្នឹងគឺពួកណាគឺពួកប្រឆាំងមួយចំនួនតូចចាដែលងងឹតងងល់ហើយដូច្នេះបងប្អូននៅក្នុងប្រទេសគ្មាននរណាជួយយើងជាងយើងជួយខ្លួនឯងទេដូច្នេះស្ដាប់គេបានច្រើនប៉ុន្តែស្ដាប់អ្នកដែលវិភាគខ្ញុំមិនចង់និយាយថាខ្ញុំទេមានអ្នកខ្លះក៏គេវិភាគល្អដែរអញ្ចឹងយើងស្ដាប់ឲ្យបានច្រើនទៅដើម្បីនឹងបានពីនេះបន្តិចពីនោះបន្តិចមកយើងនឹងយកមកពិចារណាហើយនឹងអាចរកកន្លឹះទប់ទល់បានហើយជាពិសេសខ្ញុំសូមប្រាប់បងប្អូនម្ដងទៀតម្ដងនេះបងប្អូនដឹងហើយថាខ្ញុំជាអ្នករិះគន់លោកហ៊ុនសែនដល់ឆ្នាំមួយដែរប៉ុន្តែនៅក្នុងកលៈទេសៈនេះខ្ញុំណែនាំឲ្យបងប្អូនធ្វើតាមអ្វីដែលគាត់ប្រាប់ទៅអត់ខុសទេអញ្ចឹងនៅក្នុងចំណោមនៃអ្នកនយោបាយទាំងអស់នៅក្នុងប្រទេសខ្មែរបើនិយាយអំពីសង្គ្រាមគ្មានអ្នកនយោបាយណាអាចមកប្រៀបធៀបជាមួយនឹងលោកហ៊ុនសែនបានទេលោកហ៊ុនសែនគឺជាមេទ័ពដ៏ឆ្នើមលោកហ៊ុនសែនគឺជាមេទ័ពដែលមិនដែលចាញ់សង្គ្រាមបងប្អូនได้ឃើញទេលោកហ៊ុនសែនធ្វើសង្គ្រាមមួយណាដែលថាលោកហ៊ុនសែនចាញ់លោកហ៊ុនសែនធ្វើសង្គ្រាមបើមិនឈ្នះមិនធ្វើទេមិនឈ្នះមិនវាយទេលោកហ៊ុនសែនទ្រាំឲ្យគេជេរលោកហ៊ុនសែនទ្រាំឲ្យគេបញ្ចោលលោកហ៊ុនសែនទ្រាំឲ្យគេបញ្ច្រាំគ្រប់យ៉ាងប៉ុន្តែដល់ពេលតែគាត់រើហើយអ្នកនឹងត្រូវតែដួលដូចគ្នាដូច្នេះជឿជាក់លើគាត់ទៅម្ដងទៀតខ្ញុំនិយាយនេះមិនមែនអ្នកណាឲ្យលុយអីខ្ញុំទិញក្បាលអីខ្ញុំអត់មានទេប៉ុន្តែខ្ញុំនិយាយនេះសម្រាប់បងប្អូនទាំងអស់គ្នាពីព្រោះថាសង្គ្រាមនេះបងប្អូនឥឡូវដល់ចំណុចហើយសួរថាហេតុអ្វីបានជារហូតដល់ពេលនេះហើយគេចិញ្ច្រាំគេស្អីហើយហ្នឹងណាខ្មែរយើងនៅតែបន្តបើកពងកញ្ចក់មួយត្រឡប់មកក្រោយវិញចាដែលខ្ញុំនិយាយបាញ់មិញថាហេតុអ្វីបានសៀមធ្វើសង្គ្រាមជាមួយនឹងខ្មែរយើងគឺសង្គ្រាមនេះធ្វើឲ្យខ្មែរលើមើលអញ្ចឹងបងប្អូនអ្នកដែលមិនទាន់បានស្ដាប់ភាគទី1បងប្អូនចូលទៅស្ដាប់ភាគទី1ទៅនឹងយល់សេចក្តីអ្វីដែលខ្ញុំនិយាយនៅភាគទី2នេះហើយចាអញ្ចឹងដល់មកដល់សំណួរយើងវិញបិទវងកញ្ចក់ចូលមកដល់សំណួរយើងវិញសួរថា
អូខេអញ្ចឹងបើយើងយល់ដឹងអញ្ចឹងទៅហើយហេតុអីក៏យើងនៅតែមិនតហើយលោកហ៊ុនសែនតែងតែស្រែកក្តែងសំណាញ់មេឃហើយអូស្អីណាច្រើនណាប៉ុន្តែគេចិញ្ច្រាំយើងលងដូចសាច់ចិញ្ច្រាំហើយលងម៉ត់ដូចសាច់ចិញ្ច្រាំដូចប្រហុកចិញ្ច្រាំហើយហេតុអីក៏យើងមិនតណាបងប្អូនដូចតែខ្ញុំនិយាយមិនអញ្ចឹងមិនតមានច្រើនករណីទី1យើងតូចទៀបបងប្អូនកុំយល់ច្រឡំស្ដាប់ខ្ញុំឲ្យទាន់តូចទៀបប៉ុន្តែខ្ញុំអត់បាននិយាយថាយើងអន់ទេយើងតូចមានន័យថាប្រទេសយើងតូចហើយតូចទៀបតិចចាតូចទៀបហើយតិចមានន័យថាយើងតិចទាំងអស់យើងតិចទាំងថវិកាយើងតិចទាំងប្រជាជនកម្លាំងស្បៀងយើងមានតិចគ្រប់យ៉ាងហើយប្រទេសយើងតូចប៉ុន្តែយើងមិនមែនអន់ទេចាដូច្នេះយើងធ្វើអ្វីមួយខ្ញុំឧទាហរណ៍មួយថាបើយើងថវិកាយើងមានកំណត់យើងឃើញអ្នកមានអ៊ូយហូបជ្រីសឆ្អេះនិយាយពីបាយសម្លអីនៅពេញតុកមកហូបឆ្ងាញ់ហើយយើងអត់មានលុយគ្រប់គ្រាន់ទេយើងមានលុយល្មមតែសម្រាប់ខ្លួនយើងថាអាចសន្សំសំចៃបានប៉ុន្តែយើងចង់ទៅតាមគេលុយដែលមានដល់បើម៉ានហ្នឹងគេហូបម្ដងអស់ប៉ុណ្្នឹងមែនណាប៉ុន្តែអាប៉ុណ្្នឹងគេហូបដល់ទៅ100ដងឯណោះតែយើងក៏អាចហូបបានដូចគេម្ដងនឹងដែរប៉ុន្តែយើងហូបបានតែម្ដងយ៉ាងច្រើន2ដងទេប៉ុន្តែគេហូបបាន100ដងទាំងនេះហើយដែលយើងធ្វើអ្វីឲ្យច្បាស់លាស់អានេះខ្ញុំគ្រាន់តែឧទាហរណ៍តូចមួយទេប៉ុន្តែឥឡូវត្រឡប់មកវិញថាយើងទៀបយើងតូចហើយយើងតិចមានន័យថាហូបមួយម្ដងឲ្យបានឆ្អែតយ៉ាងណាមិញត្រឡប់មកក្រោយវិញថាលោកហ៊ុនសែនធ្វើសង្គ្រាមរហូតដល់ពេលនេះតាំងពីតូចដល់ធំតាំងពីខ្ញុំស្គាល់លោកហ៊ុនសែនមកខ្ញុំមិនដែលឃើញថាលោកហ៊ុនសែនធ្វើសង្គ្រាមចាញ់ម្ដងណាទេសង្គ្រាមជាមួយអ្នកណាក៏ដោយជាមួយខ្មែរគ្នាឯងក៏ដោយជាមួយមិនក៏ដោយណានេះជាមូលហេតុហើយខ្ញុំអត់ចង់បកស្រាយអីទាំងអស់ទេដោយសារបើគេស្ដាប់សត្រូវស្ដាប់ខ្ញុំនិយាយទៅគេនឹងយល់ទាំងអស់អញ្ចឹងខ្ញុំគ្រាន់តែចង់និយាយប្រាប់បងប្អូនតែប៉ុណ្្នឹងទេថាលោកហ៊ុនសែនធ្វើសង្គ្រាមមិនដែរចាញ់ក្នុងចំណុចរឿងសង្គ្រាមមួយខ្ញុំជឿជាក់លើគាត់តែការដឹកនាំប្រទេសឲ្យអភិវឌ្ឍទៅផ្សេងអាហ្នឹងទុកដោយឡែកសំខាន់នៅក្នុងប្រធានបទនេះខ្ញុំមិនអាចយករឿងដែលមករិះគន់យកមកនិយាយបានទេក្នុងពេលនេះខ្ញុំបានត្រឹមតែលើកទឹកចិត្តគាត់ហើយក៏លើកទឹកចិត្តឲ្យបងប្អូនជឿជាក់លើលោកហ៊ុនសែនទៅមិនខុសទេហើយគាត់ថាប្រាប់ថាឆ្វេងកុំទៅស្ដាំអីចានឹងអត់ខុសទេបើយើងចង់ឈ្នះសង្គ្រាមនេះមែនពីព្រោះថាគាត់មានយុទ្ធសាស្ត្ររបស់គាត់គឺយុទ្ធសាស្ត្រឈ្នះនេះឯងហើយក្នុងយុទ្ធសាស្ត្រឈ្នះហ្នឹងមានច្រើនយ៉ាងហើយ2យ៉ាងដែលសំខាន់ទី1ការទូតទី2សង្គ្រាមចិត្តសាស្ត្រតើតាមានយុទ្ធសាស្ត្រហើយយើងប្រើចិត្តសាស្ត្រដែលល្អបំផុតនេះហើយដែលអាចធ្វើឲ្យឈ្នះនៅក្នុងយុទ្ធសាស្ត្រសង្គ្រាមបានអញ្ចឹងយុទ្ធសាស្ត្ររបស់លោកហ៊ុនសែនគឺគាត់ធ្វើគ្នាតិចឈ្នះគ្នាច្រើនកម្លាំងតិចឈ្នះកម្លាំងច្រើនរបស់តិចអាចឈ្នះរបស់ច្រើនយ៉ាងណាមិញខ្ញុំចង់និយាយថាប្រៀបធៀបទៅរឿងហូបចុកវិញអ្នកដែលហូបចុកពេញតុកគ្រប់យ៉ាងហូហៀហ្នឹងណាគាត់នៅតែហូប2ចានយ៉ាងច្រើន3ចានឆ្អែតដូចតែយើងហូបបាយធម្មតាក៏3ចានឆ្អែតដែរយើងឆ្អែត3ចានឆ្អែតហើយអត់បាក់អស់លុយច្រើនហើយអត់ខ្វល់រឿងជំងឺឈឺស្កាត់អីច្រើនទេព្រោះជួនកាលអាហូបច្រើនចម្រុះញ៉ៃហ្នឹងហូបហើយយើងមើលទៅបបោហួយហៀវល្អមើលណាប៉ុន្តែហូបហើយឈឺពោះប្រកាច់ប៉ុន្តែបើហូបបាយ3ចានជាមួយតែនឹងសម្លកកូរមួយមុខឬស្លោបអាហារមួយមុខហូបអស់3ចានហើយឆ្អែតហើយអត់មានភ័យខ្លាចឈឺពោះអីច្រើនទេនេះជាមូលហេតុនៃសង្គ្រាមនេះហើយអាហ្នឹងជាយុទ្ធសាស្ត្រនិងចិត្តសាស្ត្រមួយនៅមួយទៀតដែលខ្ញុំថានេះគាត់ធ្វើសង្គ្រាមបើអត់វាយទេបើវាយត្រូវតែឈ្នះយ៉ាងណាមិញខ្ញុំនិយាយភាសានឹងមួយថាយុទ្ធសាស្ត្ររបស់លោកហ៊ុនសែនបច្ចុប្បន្ននេះគឺយុទ្ធសាស្ត្របិទទ្វារវាយឆ្កែ
ហើយបាត់ទ្វារវាយឆ្កែបងប្អូនគួរតែយល់ហើយមានន័យថាដូចម្ដេចបើឆ្កែវានៅខាងវាលនៅពេញវាលពេញកាលទៅបាត់ទ្វារមិនកើតអញ្ចឹងមានតែទ្រាំសិនទៅចាំមើលអាឆ្កែនឹងវាចូលមកដល់ក្នុងផ្ទះពេលណាចាំបាត់ទ្វារវាយឆ្កែបដៅចាំបើខ្ញុំនិយាយអញ្ចឹងហើយមានន័យថាម៉េចទៀតមានន័យថាចុះឥឡូវវាចូលដល់ក្នុងផ្ទះហើយតើវាបំផ្លាញពេញផ្ទះទៅទៀតណាវាចិញ្ច្រាំយើងនៅក្នុងផ្ទះហ្នឹងទៅទៀតបងប្អូនផ្ទះយើងក៏តូចមែនប៉ុន្តែផ្ទះយើងមិនតូចប្រទេសយើងវាតូចប៉ុន្តែផ្ទះយើងក៏វាធំដែរវារៀងធំតិចដែរដូច្នេះបន្ទប់មួយដែលតូចចង្អៀតបិទទ្វារហើយគឺអត់មានថាអូឆ្កែតល់ច្រកផ្លោះរបងអត់មានប្លង់អត់មានរបងឲ្យផ្លោះទេនេះវាចូលនៅក្នុងផ្ទះដែលផ្ទះនៅក្នុងរបងនៅឡើយអញ្ចឹងអត់អាចឲ្យឆ្កែនឹងផ្លោះរបងបានទេឆ្កែត្រូវតែចូលនៅក្នុងបន្ទប់បានអាចបិទទ្វារវាយឆ្កែបានបងប្អូនយល់ទេដោយសារអីដោយសារអ្វីត្បិតតែមានសំណាញ់មេឃប៉ុន្តែមិនមែនមានន័យថាសំណាញ់មេឃនឹងវាមានច្រើនលើសលប់នោះទេនឹងទី1ទី2ទៀតម្ដងទៀតសំណាញ់មេឃកំថាឡើយមាន100មាន200ក៏ដោយចុះបើយន្តហោះគេច្រើនយ៉ាងនេះនោះបាញ់ធ្លាក់3យន្តហោះមក5បាញ់ធ្លាក់5យន្តហោះមក50គិតមិននេះហើយដែលយើងអត់អាចធ្វើទៅតាមកំហឹងបានទេដែលខ្ញុំតែនិយាយឲ្យថាបងប្អូនសម្រួលអារម្មណ៍យើងភ័យយើងខ្លាចខ្ញុំយំបងប្អូនមើលមកខ្ញុំមើលប៉ុន្តែខ្ញុំនៅតែសម្រួលអារម្មណ៍មកវិញហើយមើលឲ្យបានវែងឆ្ងាយថាតើវាទៅយ៉ាងម៉េចកុំស្ដាប់ពាក្យញុះញង់របស់ខ្មាំងសត្រូវឲ្យសោះចាតកតងទៅនឹងពាក្យមួយថាត្រូវតែកំចាត់ត្រកូលហ៊ុននៅអ្នកឯងចង់កំចាត់ត្រកូលហ៊ុនពេលណាខ្ញុំអត់ខ្វល់ទេប៉ុន្តែនៅក្នុងពេលនេះខ្ញុំត្រូវការលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតសម្រាប់ខ្ញុំផ្ទាល់ព្រោះមេតបដែលល្អនៅក្នុងសង្គ្រាមនេះអត់មានអ្នកណាជាងលោកហ៊ុនសែនទេមិនមែនយកលោកសំរងស៊ីឬអាតពេកឬក៏អាម៉ៃអាថោងណាអង្គុយជេរបចោតាម Facebook នឹងមកកាន់កងទ័ពហើយក៏មិនមែនកាន់បិចបានដែរខ្ញុំប្រាប់សង្គ្រាមបិចក៏ដោយសង្គ្រាមកំភ្លើងក៏ដោយពួកនេះអត់មានពួកធ្វើសង្គ្រាមទេកុំថាឡាយធ្វើសង្គ្រាមសំបីតែសេដ្ឋកិច្ចក៏ពួកនឹងធ្វើអត់កើតដែរពួកប្រឆាំងមួយចំនួនតូចចាធ្វើអត់បានទេមូលហេតុពីព្រោះប្រទេសយើងវាដុនដាបណាស់ទៅហើយពួកនេះកំពូលពុករលួយជាងណាណៃទៅទៀតអូខេកុំឲ្យទៅវិញឆ្ងាយត្រឡប់ក្រោយមកវិញចាត្រឡប់ក្រោយមកវិញតាកតងទៅនឹងអឧក្រិដ្ឋសង្គ្រាមចាបើនិយាយទៅសួរថាហេតុអ្វីបានជាថៃធ្វើសង្គ្រាមហ្នឹងខ្ញុំគិតថាខ្ញុំបកស្រាយពីភាគទី1និងភាគទី2អស់ហើយមិនអស់ទាំងស្រុងឯងសំទោសបងប្អូនមកមួយទៀតហេតុអ្វីឡាយតែទៅវែងឆ្ងាយបងប្អូនដល់ចំណុចនេះគឺសំខាន់ណាស់សុំនិយាយតែ3នាទីទៀតចា3ទៅ5នាទីទៀតអាទី1ហ្នឹងគឺខ្ញុំបាននិយាយឲ្យមិញថាសង្គ្រាមនេះធ្វើឲ្យខ្មែរលើមើលខ្មែរបរិរាមខ្មែរស៊ីសកេតខ្មែរសរិនខ្មែរត្រាតក៏ដូចជាស្រះកែវឬក៏អរញ្ញអីអញ្ចឹងជាដែរប៉ុន្តែនៅមានមួយទៀតដែលខ្ញុំបាននិយាយរួចដែរហើយថាពីព្រោះតែស្ដេចល្ងងហើយលោភលន់ពីព្រោះតែស្ដេចល្ងងហើយលោភលន់នឹងហើយដែលធ្វើឲ្យក្រុមមន្ត្រីជ្រុលនិយមទាំងអស់នឹងយើងដឹងហើយតើតែអ្នកលូនអ្នកក្រាបអ្នកចេះនេះអីហ្នឹងអាហ្នឹងបាននិយាយទៅស្ដាច់ដែលល្ងីល្ងើនឹងអាចស្ដាប់បានចាអញ្ចឹងស្ដាប់ចូលបានតែពួកអញ្ចឹងដែរទេហើយពួកមន្ត្រីអស់ហ្នឹងទៀតសួរថាមានទំនាក់ទំនងជាមួយនរណាទៀតនៅមានទំនាក់ទំនងជាមួយជនទី3ហើយជនទី3នោះទៀតនៅក្នុងពេញប្រទេសថៃយើងនិយាយថានៅក្នុងប្រទេសថៃមានខ្មែរច្រើននៅក្នុងប្រទេសថៃជាការពិតប៉ុន្តែនៅក្នុងប្រទេសថៃដែលច្រើនមិនមានតែខ្មែរជនបរទេសពួកចំោះវែងក៏ច្រើនប៉ុន្តែយើងនិយាយតែក្នុងអាស៊ីចាស់ក្នុងអាស៊ីយើងមានខ្មែរនៅក្នុងប្រទេសថៃច្រើនមានភូមានៅក្នុងប្រទេសថៃក៏ច្រើនមានលាវនៅក្នុងប្រទេសថៃក៏ច្រើនហើយច្រើនមួយទៀតនោះជានរណាបងប្អូនហ្នឹងគឺយួននៅក្នុងប្រទេសថៃច្រើនណាស់បងប្អូនមិនចាញ់ជនជាតិខ្មែរនៅក្នុងប្រទេសថៃទេហើយយួនទៅនៅទីនោះមិនមែនទៅលក់ខ្លួនទេណា
យួនទៅនៅក្នុងប្រទេសថៃវិញបើថាទីក្រុងបាងកកវិញគឺថាខ្មែរយើងមានតែនៅតាមខេត្តទេភាគច្រើនតែនៅក្នុងទីក្រុងបាងកកឬក៏អនុស្សាវរីយ៍អីនិយាយទៅឲ្យតែថានៅទីក្រុងខ្មែរយើងអត់សូវនៅច្រើនប្រហែលទេនៅតិចប៉ុន្តែពួកគាត់នៅតាមខេត្តនៅតាមសមុទ្រអីច្រើនប៉ុន្តែយួនគឺនៅកណ្ដាលទីក្រុងយួនស៊ីស្នូលសៀមរួចអស់ទៅហើយតាក់តងទៅអ្នកធំមានយួនធ្វើការហើយមិនមែនធ្វើការធម្មតាទេមានយួនតកែធំមែនទេនៅក្នុងនឹងនៅក្នុងបាងកកអញ្ចឹងសួរថាអ្នកណាដែលញុះព្រោះយួនពូកែរឿងចិត្តសាស្ត្រសម្គាល់ពូចរិតមនុស្សច្បាស់ហើយយួនស្គាល់ចរិតខ្មែរច្បាស់យួនស្គាល់ចរិតថៃច្បាស់ហើយដូច្នេះហើយការញុះញង់សង្គ្រាមនេះក៏មានជនទី3ដែរជនទី3គឺគ្មាននរណាក្រៅពីយួននឹងទេរួចទៅតាំងនាំគ្នាចោលទៅអាមេរិកនៅពីក្រោយអញ្ចេះហូចិននៅពីក្រោយអញ្ចោះអ្នកទាំងអស់គ្នាតែងតែមើលរំលងនៅពេលដែលគេស្ងាត់ស្ងៀមយើងដឹងហើយថាហេតុអ្វីយើងត្រូវតែប្រុងប្រយ័ត្នអ្នកស្ងាត់ស្ងៀមឲ្យបានច្រើនហ្នឹងជាបញ្ហាទី1ហើយទី2ទៀតបងប្អូនដើម្បីកុំឲ្យភ្លេចបើមិនចឹងទេខ្ញុំភ្លេចនិយាយដល់ចំណុចស្ងាត់ស្ងៀមហ្នឹងហេតុអ្វីបានរដ្ឋាភិបាលរួមទាំងខ្ញុំផងដែរខ្ញុំតែងតែសំណូមពរបងប្អូនស្ងៀមស្ងាត់កុំថតកុំផុសកុំអីយើងខ្លាចយើងព្រួយយើងបារម្ភយើងរត់ក្របខ្លោងពេលនេះយើងរត់ហើយយើងខ្លាចមកពេលហ្នឹងភ័យពេលហ្នឹងក៏យើងព្យាយាមសម្រួលអារម្មណ៍ហើយស្ងាត់ស្ងៀមជាពិសេសក្រុមឥឡូវនេះខ្ញុំឃើញអ្នកជេរបចោច្រើនណាស់ដោយសារគាត់ខឹងខ្ញុំយល់អារម្មណ៍ហ្នឹងប៉ុន្តែឈប់ទៅអ្នកជេរបចោដាក់បដាសាថៃហ្នឹងខ្ញុំក៏ដាក់បដាសាដែរខ្ញុំនិយាយត្រង់ប៉ុន្តែខ្ញុំអត់ជេរទេព្រោះខ្ញុំដឹងថាជេរកាន់តែខឹងកាន់តែធ្វើបាបខ្លួនឯងហើយវាអត់ល្អទេមូលហេតុដែលថាយើងត្រូវតែស្ងៀមស្ងាត់គឺយើងដឹងថាកាន់តែស្ងាត់ពួកវាកាន់តែរអាយើងវិញទេប៉ុន្តែបើយើងច្រឡោតនោះហើយជាអ្វីដែលវាចង់បានយ៉ាងណាមិញផ្ទុយមកវិញយើងមើលយួនស្ងៀមស្ងាត់រហូតប៉ុន្តែបងប្អូនវាស៊ីជ្រៅណាស់នៅប្រទេសខ្មែរវាអត់ខ្វល់អីទេព្រោះវាដឹងអស់ហើយគ្រប់ច្រករហ័សដាក់គ្រប់យ៉ាងទាំងអស់ដូចខ្ញុំនិយាយច្រើនឆ្នាំមកហើយគឺសំណាញ់មេឃរបស់យួនបានដាក់មកលើប្រទេសខ្មែរអស់ហើយឥឡូវនេះចូលទៅដាក់នៅក្នុងប្រទេសថៃទៀតហើយខ្ញុំនឹងធ្វើវីដេអូមួយផ្នែកទៀតបញ្ជូនទៅដល់ឲ្យថៃហើយវីដេអូហ្នឹងខ្ញុំស្នើសុំអាវីដេអូនៅខ្ញុំនឹងធ្វើនិយាយអំពីថៃហ្នឹងឲ្យថៃធ្វើវីដេអូឲ្យថៃហ្នឹងចាំជួយរំលែកឲ្យបានច្រើនចាយួនចូលនៅក្នុងពេញប្រទេសថៃរុករៀនទន្ទ្រានឆ្កឹះដើម្បីឲ្យសៀមនេះធ្វើសង្គ្រាមជាមួយខ្មែរហេតុអីមិនខ្ញុំនិយាយអញ្ចឹងពីព្រោះថាសង្គ្រាមមួយនេះឲ្យភាពពិតទៅតើនរណាជាអ្នកចំណេញអ្នកណាដែលទទួលផលបងប្អូនគិតមើលពីដើមឡើយតាំងពីដើមមកដែលខ្ញុំនិយាយវគ្គទី1ហើយថាសៀមចិញ្ចឹមយើងចិញ្ចឹមអីវាមិនមែនមកចិញ្ចឹមយើងអត់គិតថ្លៃណាខ្ញុំចង់និយាយថាយើងហូបយើងប្រើរបស់សៀមស្ទើរតែទាំងស្រុងវគ្គទី1ខ្ញុំបាននិយាយអញ្ចឹងណាមិនថាអាហារមិនថាស្បៀងមិនថាស្អីក៏ដោយយើងប្រើរបស់ថៃទាំងអស់ណាទូរស័ព្ទអ៊ីនធឺណិតភ្លើងហ្គាសcosmetic គ្រឿងតុបតែងខ្លួនអ្នកទៅវះកាត់ក៏នៅថៃហូបរបស់ថៃពេលឈឺទៅក៏ទៅពេលថៃស្អីក៏ថៃដែរមួយឆ្នាំរាប់ពាន់រាប់សែនរាប់ម៉ឺនលានដែលថៃមានចំណូលពីយើងអាហ្នឹងមួយទៅហើយណាហើយដល់ពេលឥឡូវបិទទាំងអស់យើងទៅណាយើងរត់ទៅយួនទាំងអស់នាំចូលពីយួនទាំងអស់ហ្នឹងគឺបានពីយួនទាំងអស់ថៃអ្នកខាតយើងក៏ខាតដែរហើយនៅមានច្រើនទៀតប៉ុន្តែអាហ្នឹងខ្ញុំនឹងនិយាយคลิปជាមួយនឹងផ្ញើទៅប្រទេសថៃអត់កុំតាន់ចង់វែងឆ្ងាយអញ្ចឹងខ្ញុំវគ្គនេះគឺខ្ញុំគិតថាត្រឹមប៉ុណ្្នឹងសិនចាស់ណាបងប្អូនសួរថាសង្គ្រាមនេះពីព្រោះជាការពិតថៃអត់ត្រូវធ្វើសង្គ្រាមជាមួយខ្មែរទេបើធ្វើសង្គ្រាមជាមួយខ្មែរសួរថាតើនរណាជាអ្នកចំណេញពីព្រោះថាបើថៃឈ្នះក៏ថៃចាញ់ថៃចាញ់ក៏ថៃចាញ់
សៀមឈ្នះក៏សៀមចាញ់សៀមចាញ់ក៏សៀមចាញ់ដែរពីព្រោះអ្នកដែលឈ្នះអ្នកដែលទទួលផលគឺអ្នកជនទី3ជនទី3ដែលឆ្កឹះឲ្យសៀមឆ្លោះជាមួយខ្មែរនឹងឯងប៉ុន្តែរហូតដល់ពេលនេះឲ្យសៀមនៅតែមិនដឹងខ្លួនយ៉ាងណាក៏ដោយសរុបសេចក្តីមកវិញសួរថាតើហេតុអ្វីបានជាសៀមធ្វើសង្គ្រាមជាមួយខ្មែរហើយហេតុអ្វីបានខ្មែរបន្តតចម្លើយចុងក្រោយគឺទី1សង្គ្រាមដែលកើតឡើងនេះដោយសារធ្វើឲ្យខ្មែរលើមើលធ្វើឲ្យខ្មែរលើមើលមានន័យថាប្រមានហាមត្រូវគ្នាជាមួយខ្មែរកណ្ដាលឲ្យសោះយើងនឹងកាប់សម្លាប់ពួកឯងគឺបែបនេះឯងហ៊ានតែត្រូវរើគ្នាជាមួយបងប្អូនឯងវិញខ្មែរលើត្រូវរើមួយបងប្អូនខ្មែរកណ្ដាលឯងវិញគឺបែបនេះឯងនឹងទី1ទី2គឺស្ដេចសៀមដែលជាយូកងហ្នឹងចង់បានស្នាដៃមុននឹងងាប់ទៅទី3គឺដោយសារមានជនទី3បង្កឲ្យមានចំនួននេះឡើងហើយចំនួនបង្កឲ្យមានចំនួនហ្នឹងគឺដោយសារតែស្ដេចនឹងល្ងីល្ងើចង់បានស្នាដៃអញ្ចឹងគេជំរុញទៅហើយទី3គេយកហេតុផលថាខ្មែរលើនិងខ្មែរកណ្ដាលអាចនឹងត្រូវគ្នាបើឯងមិនបំបែកទេឯងនឹងយ៉ាប់ហើយហ្នឹងជនទី3ណានឹងគឺជាហេតុផលដែលសួរថាតើហេតុអ្វីថៃធ្វើសង្គ្រាមជាមួយខ្មែរហើយនឹងសំណួរទី2ដែលសួរថាហេតុអ្វីបានជាខ្មែរយើងមិនតបតពីព្រោះអួតខ្លួនឯងក្តែងថាមានសំណាញ់មេឃមានអីចឹងទៅហើយខ្ញុំបានប្រាប់រួចហើយថាពីព្រោះលោកហ៊ុនសែនធ្វើសង្គ្រាមមិនដែលចាញ់ទេទោះបីគេចិញ្ច្រាំគាត់ប៉ុណ្ណាក៏ដោយដល់រាបណាមិនទាល់ដល់ចំណុចដែលគាត់មើលទៅថាអត់ឈ្នះគាត់អត់រើទេគាត់អត់ឈ្នះគាត់អត់រើទេអញច្រាមអញទៅដល់រាបណាមិនដាច់សរសៃរបស់គាត់ហើយគាត់ទ្រាំបានគាត់ទ្រាំរហូតដល់គាត់ថាគាត់វាយម្ដងគឺវាយឈ្នះនេះជាមូលហេតុដែលគាត់មិនធ្វើហើយមិនត្រឹមតែប៉ុណ្ណោះសោះធម្មតាអ្នកទាំងអស់គ្នាអាចនិយាយបានថាអញនិយាយអញ្ចឹងក៏បានតាមការពិតលោកហ៊ុនសែនអត់មានអីសោះការពិតប៉ុន្តែមិនមែនអត់មានអីសោះទេវាមានតិចដោយសារតែមានតិចនឹងហើយដែលត្រូវតែវាយឲ្យឈ្នះបើវាយមិនឈ្នះមិនអាចវាយបានទេបើវាយមិនឈ្នះគឺចាញ់ទាំងស្រុងចាដូច្នេះវាយហើយគឺវាយឲ្យឈ្នះដែលខ្ញុំដាក់ឈ្មោះឲ្យថាបិទទ្វារវាយឆ្កែនេះជាមូលហេតុដែលគាត់មិនតបតត្រង់នេះហើយដែលយើងទាំងអស់គ្នាត្រូវតែជួយគាត់ជួយរដ្ឋាភិបាលយើងជួយទាំងអស់គ្នាពីព្រោះយើងតិចជាងគេចាអញ្ចឹងជួបគ្នានៅពេលក្រោយទៀតចាមានវិភាគទី2ទេជួបគ្នានៅវគ្គក្រោយទៀតតាក់ទងទៅនឹងរឿងថៃយួននៅក្នុងប្រទេសថៃអញ្ចឹងបងប្អូនកុំភ្លេចណាលើក្រោយវីដេអូលើក្រោយជួយចែករំលែកបានគ្រប់គ្នាអរគុណជម្រាបលា